បានគាត់ត្រឡប់មកវិញដល់លេខខានៃគាត់ក៏បានគិតក្នុងចិត្តថាខ្ញុំបានមកដល់ទីនេះម្ដងទៀតហើយបន្ទាប់ពីខ្ញុំចាក់ចេញទៅអស់រយៈពេល3ឆ្នាំមកនេះអញ្ចឹងមានន័យថាគាត់ទៅនៅលេខខាគឺ3ឆ្នាំហើយតាំងពីសួរការនៅត្រឹមចង្កេះគាត់រហូតដល់ឡើងកម្ពស់ដល់ទ្រូងគាត់ពេលនោះដែរក៏ឃើញថាមានមនុស្សបានរត់ចេញមកទាំងនិយាយថាថេរួចក៏ស្ទុះមករត់មករថេនឹងបញ្ញាទាំងសួរថាតើនៅអារ៉ាន់តាមានបញ្ហាអីមែនទេមិនក៏បញ្ញាត្រឡប់មកវិញខ្លាំងម្ល៉េះថេពេលនោះគាត់ឡើងភ្ញាក់ផ្អើលគាត់ឆ្ងល់គាត់ក៏បានសួរទៅវិញថាឯងចង់បានន័យថាម៉េចក្រែងជាឯងមិនអញ្ចឹងហីជាអ្នកសរសេរសម្បត្តិទៅយើងប្រាប់ថាកំពុងតែមានសង្គ្រាមនៅលេខខាននោះអីដូចអត់មាននិយាយការភាគ5អញ្ចឹងគឺដោយសារតែដូចនៅលេខខានវាអត់មានសង្គ្រាមអីទេប៉ុន្តែបញ្ហាផ្ទៃក្នុងរបស់អារ៉ាន់តាទៅវិញទេដោយសារតែសួរការគាត់ខ្លាចមានបញ្ហាដល់ថេអត់មានកិនអញ្ចឹងទើបគាត់សុំវល់ឲ្យថេត្រឡប់មកលេខខានវិញសុកចិត្តបញ្ជូនប្រពន្ធចេញមកទាំងឈរស្រក់ទឹកភ្នែកចំណែកឯបរិសម្នាក់ហ្នឹងក៏ភ្ញាក់ផ្អើលគាត់ក៏សួរទៅកាន់ថេវិញថាសង្គ្រាមសង្គ្រាមអីគេនៅទីនេះគ្មានសង្គ្រាមនោះទេថេគាត់ក៏ចាប់ផ្ដើមភ្ញាក់ផ្អើលទាំងទៅដឹងទេថាខ្លួនឯងចាញ់បោកប្តីរួចក៏សួរថាឯងចង់មានន័យថាម៉េចទាំងគិតថាអត់ទេតែពេលនោះក៏មានសម្លេងអ្នកនិយាយថាលោកម្ចាស់ថេវូដវ៉ាន់ថេគាត់ក៏ងាកមកមើលរួចក៏បង្ហាញឲ្យឃើញមនុស្សប្រុស3នាក់ដែលស្លៀកពាក់ឯកសណ្ឋានរបស់អារ៉ាន់តាពួកគេក៏បាននិយាយទាំងអោនគោរពទៅកាន់ថេថាព្រះអង្គម្ចាស់សូរកាបានបញ្ជាឲ្យពួកខ្ញុំមកបម្រើលោកនៅទីនេះនៅក្នុងដែនដីរបស់លោកម្ចាស់ផ្ទាល់តែម្ដងថេក៏ងាកទៅមើលនឹងភ្ញាក់ផ្អើលហ្មងចំណែកឯអ្នកការពារដែលមកហ្នឹងក៏និយាយទៀតថាគឺចង់សម្ដៅទៅដល់សុរកាគឺសុរកាគាត់បានជ័យបញ្ជាមកថាហាមដាច់ខាតអត់ឲ្យថេត្រឡប់ទៅអារ៉ាន់តាវិញឡើយរហូតទាល់តែមានការជូនដំណឹងជាថ្មីមកម្ដងទៀតថេស្ដាប់ហើយភ្ញាក់ផ្អើលបើកភ្នែកធំហ្មងចំណែកឯបរិសម្នាក់ដែលនៅឈរខាងក្រោយថេក៏បាននិយាយថាមានរឿងអីកើតឡើងមែនទេរួចក៏បានឃើញសត្វស្ទាំងមួយក៏កំពុងតែហោះនៅខាងលើនឹងរួចក៏មកទុំនៅលើស្មាបរំអ្នកនឹងចំណែកឯគេក៏បាននិយាយថាអូខ្ញុំភ្លេចណែនាំខ្លួនឲ្យឈឹងខ្ញុំឈ្មោះម៉ូសូណូអ៊ីបងសង្ហាមិនថាព្រះអង្គម្ចាស់ឬក៏កូនចៅនេះគេក៏និយាយទៅកាន់ថេទៀតថាក្នុងនាមជាអ្នកបម្រើរបស់ព្រះអង្គម្ចាស់សុរកាខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានមកបម្រើលោកដោយផ្ទាល់ធ្វើតាមបញ្ជារបស់ទ្រង់ដើម្បីមកបម្រើលោកម្ចាស់ថេវូដវ៉ាន់បែបនេះចំណែកថេពេលនេះឈរទាំងអស់ព្រលឹងប្រលះក្នុងខ្លួនហើយទាំងគិតថាសុរកានេះទ្រង់បោកខ្ញុំមែនទេប៉ុន្តែហេតុអ្វីចង់និយាយថាចង់សួរថាហេតុអីបានប្តីធ្វើបែបនេះដាក់ប្រពន្ធណាសាច់រឿងក៏បានកាត់មកអត់មានចង់និយាយថាក្នុងរឿងនេះវាអត់ប្រាប់ថារឿងហ្នឹងវាកាត់ទៅប្រហែលខែប្រហែលឆ្នាំឬប្រហែលថ្ងៃពិបាកបកស្រាយខ្លាំងមែនទែនគ្រាន់តែឃើញរាជដំណាក់របៀបថាឬក៏ផ្ទះមិនដឹងទេហើយក៏មានថាមានការជួបជុំនៅទីនោះផងដែរហើយក៏មានអ្នកនិយាយខ្សឹបខ្សៀវគ្នាថាបានឮដំណឹងថ្មីនេះឬអត់ពួកគេនិយាយថាថេវូដវ៉ាន់បានគេដេញចេញមកពីអារ៉ាន់តាមកវិញហើយវាគ្មានអីក្រៅពីអាអ្នកតាមឈ្នានេះនឹងទីគេនឹងទេមានអ្នកខ្លះទៀតក៏និយាយថាអូខ្ញុំឮតាថាគាត់ត្រូវបានគេបណ្ដេញចេញឲ្យមកវិញហើយអ្នកខ្លះទៀតក៏និយាយថាចុះបើអញ្ចឹងគឺសម្ព័ន្ធភាពរវាងនគរពួកយើងជាមួយនឹងអារ៉ាន់តានឹងទៅជាយ៉ាងណាទៅវិញអ្នកខ្លះទៀតក៏និយាយថាគឺឮមកថាគេបិទទ្វារក្រុងតែម្ដងសូម្បីតែដំណឹងបន្តិចបន្តួចក៏ស៊ើបមិនដឹងដែរអ្នកខ្លះទៀតក៏និយាយថាពាក្យចាមរាមបានឲ្យដឹងថាពួកព្រះអង្គម្ចាស់ដែលនៅទីនោះគឺកំពុងតែដណ្ដើមរាជបល្ល័ង្កគ្នាអ្នកខ្លះទៀតក៏និយាយថានិយាយអញ្ចឹងតើព្រះអង្គម្ចាស់រូបណាទៅដែលបានភ្ជាប់ពាក្យជាមួយនឹងវូដវ៉ាន់នោះអ្នកខ្លះទៀតក៏និយាយថាអូឮមកថាជាកូនក្មេងដែលមានឈាមជ័រថ្នាក់ទាបម្នាក់តែប៉ុណ្ណោះនិយាយមែនណារឿងហ្នឹងគឺធ្វើឲ្យត្រកូលវូដវ៉ាន់បាក់មុខមិនស្ទើរនោះទេគួរឲ្យអស់សំណើចខ្លាំងណាស់ដោយមានធ្លាប់និយាយចឹងគឺថេគេត្រកូលរបស់គាត់គឺតំណាងឲ្យសត្វចចកនៅក្នុងវាលត្រកូលធំហើយពួកគេក៏និយាយថាគ្រាន់តែរៀបការជាមួយនឹងព្រះអង្គម្ចាស់ក្មេងហ្នឹងទុនជ្រាយបែបហ្នឹងទៅហើយវាខ្មាស់គេណាស់ទៅហើយដែលហើយនៅត្រូវនគរនោះនារទេសចេញត្រឡប់មកវិញទៀតពេលនេះត្រកូលវូដវ៉ាន់ចាប់ត្រឹមនឹងហើយមើលទៅចំណែកឯសាច់រឿងក៏កាត់មកដល់ថេដែលកំពុងតែអង្គុយនៅក្នុងបន្ទប់ទាំងស្មុគស្មាញមែនទែនពេលនោះក៏មានអ្នកបម្រើគាត់ក៏បានមកនិយាយថាលោកម្ចាស់ថេក៏បានគិតក្នុងចិត្តថាស្ដេចនៅតែធ្វើប្រងើយមិនដឹងមិនឮគាត់ចង់និយាយពីស្ដេចខាងនគររបស់គាត់គឺនគរក្លេរខានឹងគាត់អត់ល្វីរវល់ជាមួយនឹងសំណុំពររបស់ថេទេដែលថេបានសុំបញ្ជូនកងទ័ពទៅជួយនៅអារ៉ាន់តាថេគាត់បារម្ភពីសុរកាអញ្ចឹងគាត់ចង់ស្នើសុំកងទ័ពដើម្បីទៅជួយថេក៏គិតទៅដល់សុរកាអូស្អាតខ្លាំងរបៀបថាមើលទៅទន់ភ្លន់អញ្ចឹងណាទាំងគិតថាប្រសិនបើមានអ្វីកើតឡើងចំពោះសុរកានោះរួចក៏គិតវិញថាមិនអាចនោះទេខ្ញុំមិនចាំបាច់ត្រូវបារម្ភពីទ្រង់ឡើយមនុស្សដូចជាទ្រង់ឆ្លាតខ្លាំងណាស់ច្បាស់ជាមានផ្លូវដោះស្រាយមិនខាននោះទេរួចក៏ឃើញមានសម្បត្តិមួយពេលនោះថេក៏បានសួរថាតើនឹងជាអ្វីអ្នកបម្រើក៏បាននិយាយថាមានរបាយការណ៍ពីការខូចខាតមួយនៅព្រៃភាគប៉ែកខាងជើងវាដូចជាមានពពួកសត្វបង្គួយទឹកកកចូលទៅក្នុងទីនោះហើយតើឲ្យខ្ញុំយកដំណឹងនេះទៅប្រាប់លោកម្ចាស់
Grace ដែរទេ Grace ប្រហែលជាអពៈមួយដែលទៅជួបថេកាលពីថេត្រឡប់មកពីអារ៉ាន់តានោះវិញមើលទៅថេក៏បានក្រោកឈរទាំងនិយាយថាមិនបាច់ទេទុកឲ្យយើងទៅចាត់ការពួកវាដោយខ្លួនឯងរួយក៏គិតថាប្រសិនបើខ្ញុំអាចស្ដារកេរ្តិ៍ឈ្មោះនៅទីនេះបានឡើងវិញនោះពាក្យសម្ដីរបស់ខ្ញុំប្រហែលជាអាចមានឥទ្ធិពលទៅដល់ក្នុងរាជវាំងម្យ៉ាងវិញទៀតខ្ញុំធ្លាប់សន្យាជាមួយនឹងសូរកាហើយថាទោះយ៉ាងណាក៏ដោយគឺត្រូវតែការពារគេឲ្យបានសាច់រឿងក៏បានកាន់នៅពេលដែលថេចេញមកធ្វើបេសកកម្មកម្ចាត់បិសាចនឹងហើយគាត់ក៏បានសម្លឹងងើយទៅលើរួចក៏ឃើញថានោះជាក្រែងនោះជាសត្វស្ទាំងរបស់ម៉ូសូណូមែនទេចង់និយាយថាថេស្លៀកពាក់អាឈុតឯកសណ្ឋានហ្នឹងគឺអស្ចារ្យមែនទែនហ្មងអង្គអាចហ្មងថេក៏បានគិតទៀតថាសូរកាបានបញ្ជូនម៉ូសូណូនឹងឲ្យគេមកការពារខ្លួនមកដល់ទីនេះចំណែក emotional វិញគេមិនបានប្រាប់អ្វីដល់ខ្ញុំនោះទេអំពីសូរកាប៉ុន្តែសត្វស្ទាំងរបស់គេមុននេះមិននៅទីនេះទេហើយវាក៏ហោះត្រឡប់មកវិញជាមួយនឹងសម្បត្តិមកឲ្យគេប្រហែលជាវាហោះទៅដល់អារ៉ាន់តាហើយមើលទៅមានន័យថាប្រសិនបើម៉ូសូណូនៅទីនេះព្រះអង្គម្ចាស់សូរកាក៏នៅមានជីវិតដែរពេលនោះថេក៏បានបញ្ជាកងទ័ពឲ្យសម្រុកចូលហើយក៏ឃើញគេប្រយុទ្ធគ្នាជាមួយនឹងអាសត្វនេះ admin មិនដឹងថាគួរបកស្រាយថាម៉េចទេដល់គេវាយគ្នាពងប៉ាំងអីចឹងទៅហើយក៏ឃើញថាមួយក្បាច់នេះថេដាក់ទៅគឺកាត់ដាច់មកឲ្យឃើញឈាមឃ្លាតហើយមើលទៅខ្សែភ្នែកថេកន្លែងនេះអស្ចារ្យមែនតើហ្មងថេក៏បានគិតទៀតថាវាហាក់បីដូចជាសូរកាកំពុងតែគ្រប់គ្រងខ្ញុំនៅក្នុងកណ្ដាប់ដៃរបស់ទ្រង់យ៉ាងចឹងសាច់រឿងក៏បានកាត់មក10ឆ្នាំក្រោយមកលឿនដូចកុហកក៏ឃើញថេក៏កំពុងតែអង្គុយនៅក្នុងបន្ទប់ហើយក៏លឺនិយាយថាហេតុអ្វីបានជានៅខាងក្រៅនោះមានភាពវឹកវរខ្លាំងម្ល៉េះពេលនោះអ្នកបម្រើរបស់ថេក៏បាននិយាយថាម៉ូសូណូបាននិយាយថាគាត់ត្រូវធ្វើដំណើរត្រឡប់ទៅអារ៉ាន់តាវិញហើយចំណែកថេក៏ឈរសម្លឹងទៅកាន់បង្អួចទាំងនិយាយថាតើគេបាននិយាយអ្វីផ្សេងទៀតឬទេអ្នកបម្រើក៏បាននិយាយថាគ្មានទេលោកម្ចាស់ថេក៏គិតថាអញ្ចឹងប្រហែលជាអារ៉ាន់តាទទួលបានសន្តិភាពត្រឡប់មកវិញហើយមើលទៅរួយក៏គិតដល់សូរកាប្រហែលជាគាត់ក៏គិតចាវាមានរយៈពេលយូរប៉ុណ្ណាហើយដែលពួកយើងបែកគ្នា10ឆ្នាំជាងហើយមែនទេពេលនេះសូរកាប្រហែលជាពេញវ័យហើយទ្រង់ក៏ប្រហែលជាយកមនុស្សស្រីផ្សេងធ្វើប្រពន្ធបាត់ហើយមើលទៅអើយមិនដឹងទេថាគេមានប្រពន្ធឬអត់នេះ admin ក៏ចង់ដឹងដូចគ្នាតែប្រហែលជាអត់ទេមើលទៅសូរកាស្រឡាញ់ថេសងប់ទៅនឹងថេក៏បានឈរគិតទៀតថាដោយសារតែហេតុផលនោះហើយបានជាមានតែម៉ូសូណូទេដែលត្រូវបានហៅត្រឡប់ទៅវិញមែនទេសូរកាតើទ្រង់លែងត្រូវការខ្ញុំទៀតហើយមែនទេរបៀបថាអារ៉ាន់តាគឺបានសន្តិភាពមកវិញហើយសូរកាបញ្ជូនថេត្រឡប់មកវិញដោយសារតែនៅអារ៉ាន់តាមានបញ្ហាហើយឥឡូវអារ៉ាន់តាទទួលបានសុខដុមរមនាវិញហើយប៉ុន្តែហៅតែម៉ូសូណូត្រឡប់ទៅវិញចំណែកអាគាត់អត់ហៅទៅវិញអាក្នុងន័យអញ្ចឹងឯងគាត់ចង់និយាយថាគេហៅតែកូនចៅគេត្រឡប់ទៅវិញចំណែកអាគាត់ជាគូដណ្ដឹងនេះជាប្រពន្ធនេះអត់ហៅត្រឡប់ទៅវិញទេអញ្ចឹងថេក៏អាចគិតអញ្ចឹងវាត្រូវហើយថាគេលែងត្រូវការគាត់នោះគាត់ក៏ឈរសម្លឹងទៅខាងក្រោមទាំងឃើញម៉ូសូណូជាមួយនឹងអ្នកផ្សេងទៀតកំពុងតែឈរនិយាយគ្នាចំណែកម៉ូសូណូក៏ដឹងថាថេកំពុងតែឈរមើលក៏ងាកទៅមើលវិញចំណែកថេក៏ងាកដើរចេញចំណែកម៉ូសូណូក៏ឈរសម្លឹងទាំងមិនបាននិយាយអ្វីទេសាច់រឿងក៏បានកាត់មកពេលយប់ឃើញថេក៏កំពុងតែឈរលុតជង្គង់មិនឈរលុតជង្គង់បនស្រន់ថារៀងរាល់យប់ខ្ញុំតែងតែបួងសួងដល់ព្រះដែលមិនមានពិតរបៀបថាមនុស្សថេគាត់អត់ទទួលស្គាល់ថាមានព្រះមានអីអញ្ចឹងណាអត់ដូចនៅអារ៉ាន់តាគេទីអារ៉ាន់តាគេទទួលស្គាល់ថាគេមានព្រះមានអីអញ្ចឹងទៅគាត់ក៏អង្គុយបួងសួងថាទោះជាអ្វីដែលកើតឡើងនៅលេរ៉ាខាននេះនៅរៀងរាល់ថ្ងៃការតស៊ូដើម្បីរស់រានមានជីវិតប្រឆាំងនឹងភាពត្រជាក់ដ៏សាហាវទាំងអស់នោះយើងអាចពឹងផ្អែកទៅលើខ្លួនឯងតែប៉ុណ្ណោះដើម្បីសម្រេចបាននូវជោគជ័យនិងជ័យជំនះតខ្លួនរបស់យើងប៉ុន្តែសម្បីតែនៅក្នុងទឹកដីទឹកកកដែលត្រជាក់ខ្លាំងនេះក៏យើងនៅតែមានវត្ថុដែលត្រូវបានបង្កើតឡើងឲ្យមានរូបរាងដូចជាអ្វីដែលយើងហៅថាព្រះនោះដែរតាមការពិតទៅការដែលយើងនាំគ្នាជឿឬសំពះបួងសួងទៅដល់ព្រះទាំងនេះគឺគ្រាន់តែជាក្លេសដើម្បីបិទបាំងភាពភ័យខ្លាចរបស់យើងតែប៉ុណ្ណោះប៉ុន្តែចង់និយាយថាថេគាត់អត់ជឿទេប៉ុន្តែគាត់នៅតែបួងសួងការបួងសួងរបស់គាត់ទាំងអស់ហ្នឹងគឺគាត់សុំឲ្យព្រះនឹងថែរក្សាសុវត្ថិភាពដល់សូរកាផងទៅចុះការបួងសួងគឺគ្មានបួងសួងឲ្យខ្លួនឯងទេគឺបួងសួងឲ្យសុំតែសូរកាតែប៉ុណ្ណោះគាត់ក៏គិតទៀតថាហើយខ្ញុំក៏សុំបួងសួងឲ្យទ្រង់ជារៀងរាល់ថ្ងៃសូរកាឡូរ៉ាំព្រះអាទិត្យតូចរបស់ខ្ញុំអូយអត្តន័យលេខ្លាំងរបៀបថាពីរអ្នកហ្នឹងសូរកាគឺជាព្រះអាទិត្យចំណែកឯថេវិញគាត់គឺជាព្រះច័ន្ទចំណែកឯសាច់រឿងក៏កាត់មកដល់ពេលបច្ចុប្បន្នវិញនៅឃ្លាមួយម៉ាត់ដែរសូរកាជួបមុខគាត់ព្រាមក៏និយាយថាបងមកយកអូនត្រឡប់ទៅផ្ទះរបស់យើងវិញហើយចំណែកឯថេកន្លែងហ្នឹងគាត់ឡើងភាំងមកអើយចង់និយាយថាសុខាខ្លាំងណាស់សូរកាក៏និយាយទាំងញញឹមមកថាសំណប់ចិត្តរបស់បង admin មិនដឹងបរិយាយពីអារម្មណ៍របស់ថេកន្លែងហ្នឹងគាត់គិតយ៉ាងណាទេនេះរបៀបថាបើ admin វិញទុក
ចោលរយៈពេល10ឆ្នាំជាងចឹងហើយទាំងខឹងទាំងស្អប់វារបៀបថាទាំងក្តីស្រឡាញ់វាលាយបញ្ចូលគ្នាទាំងអស់ហើយនេះមានតែអាការរំភើបផងមានតែអាការខឹងផងក្នុងហ្នឹងសាច់រឿងយើងនៅភាគទី7ក៏ត្រូវបានបញ្ចប់ហើយបើសិនជាមានកំហុសក្រចងអីសូមអធិស្ឋាន admin ផងចាំជួបគ្នាវីដេអូក្រោយទៀតមានបាយបាយ